តើថាវិការ$200,000វាច្រើនពេកទេដើម្បីយកឈ្នះសង្គ្រាមសារព័ត៌មាន The Wall Street Journal បានរាយការណ៍ឲ្យដឹងនៅថ្ងៃទី23មីនាថាអំពីសំណើដែលរំពឹងទុករបស់រដ្ឋបាលត្រាំទៅកាន់សភាសម្រាប់ការចំណាយលើយោធាចំនួន$200,000ដែលជំរុញដោយមេរៀនដែលបានរៀនពីចំនួននាពេលថ្មីៗនេះជាមួយអ៊ីរ៉ង់ខណៈពេលដែលសមាជិកសភាគណៈបកប្រជាធិបតេយ្យមួយចំនួនរួមទាំងសមាជិកប្រសិទ្ធិ Robin Gallego និងអ្នកតំណាង Ro Khanna បានអះអាងថាតួលេខនេះគឺលើសឬត្រូវចំណាយកាន់តែប្រសើរលើតម្រូវការក្នុងស្រុកដូចជាមហាវិទ្យាល័យឥតគិតថ្លៃអ្នកផ្សេងទៀតដូចជាព្រឹទ្ធសមាជិក Richard Blumenthal ជំទាស់នឹងការភ័យខ្លាចថាវាអាចនឹងត្រូវបានគេមើលឃើញថាជាការអនុម័តសង្គ្រាមបំណែកនេះបង្ហាញពីភាពងាយរងគ្រោះផ្នែកយោធាសំខាន់របស់សហរដ្ឋអាមេរិកដែលលាតត្រដាងដោយចំនួនអ៊ីរ៉ង់រួមទាំងការខ្វះខាតយ៉ាងខ្លាំងនៃអាវុធសំខាន់ដូចជាមីស៊ីល Tomahawk ឧបករណ៍ស្ទាក់ចាប់ប៉ាត្រីយ៉ូតនិងសមាសធាតុការពារដែនអាកាសដែលជាចន្លោះស្តុកទុកដែលបង្កឲ្យមានសង្គ្រាមមន្ទីរបញ្ចកោណកំពុងធ្វើការដើម្បីពន្លឿនការផលិតប៉ុន្តែអ្នកវិភាគប្រមានថាការចំណាយលើការបំពេញបន្ថែមសម្រាប់គ្រាប់មីស៊ីលតែឯងអាចដំណើរការបានពី$20 ទៅ$30,000ជាមួយនឹងលទ្ធកម្មបន្ទាន់ដែលទាមទារតម្លៃបុព្វលាភចំនួននេះក៏បានគូបញ្ជាក់ពីការវិវត្តនៃសេដ្ឋកិច្ចនៃសង្គ្រាមសម័យទំនើបរួមទាំងទូនីតិដែលកំពុងតែកើតឡើងនៃយន្តហោះគ្មានមនុស្សបើកនិងតម្រូវការសម្រាប់វិធានការតបតដែលមានតម្លៃថោកក្នុងពេលដំណើរគ្នាបញ្ជាក់ថាកម្លាំងទ័ពជើងទឹកនិងជើងអាកាសនៅតែចាំបាច់ក្រុមហ៊ុនអាកាសចរ USS Gerald Ford បាននឹងបង្កើតកំណត់ត្រាក្រោយប្រទេសវៀតណាមសម្រាប់ការដាក់ពង្រាយក្រុមហ៊ុនដឹកជញ្ជូនយូរបំផុតដែលជាសញ្ញាបង្ហាញពីភាពតានតឹងលើការត្រៀមខ្លួន The Wall Street Journal បានរាយការណ៍បន្ថែមទៀតថា$200,000គឺជាចំណុចចាប់ផ្ដើមជាក់ស្ដែងសម្រាប់ការដោះស្រាយចន្លោះប្រហោងផ្នែកការពារជាតិដែលមានរយៈពេលយូរជាពិសេសបានផ្ដល់ឲ្យដឹងថាសហរដ្ឋអាមេរិកមិនឆ្លើយតបទៅនឹងការចំណាយការពារជាតិ GDP 5% តាមការទាមទាររបស់ត្រាំរបស់សម្ព័ន្ធមិត្ត NATO សេចក្តីរាយការណ៍បានលើកឡើងថាត្រាំត្រូវតែបង្កើតសំណុំរឿងសាធារណៈប្រកបដោយនិរន្តរភាពសម្រាប់កញ្ចប់ចំណាយហើយស្នើថាគាត់អាចពង្រឹងការគ្រប់គ្រងទ្វេភាគីដោយរួមបញ្ចូលជំនួយដល់អ៊ុយក្រែននៅក្នុងសំណើនេះ